តែផលពិបាកនៅក្នុងប្រទេសស្វីសមានអីខ្លះចាដំបូងសួស្តីខ្ញុំផាណាថ្ងៃនេះខ្ញុំមករៀបរាប់ផលពិបាកនៅក្នុងប្រទេសស្វីសមិនជាពិបាកអីខ្លាំងនោះទេដំបូងសម្រាប់យើងមកថ្មីប្រកាសណាស់ពិបាកនោះគឺរឿងភាសានៅក្នុងប្រទេសស្វីសដោយសារប្រទេសស្វីសប្រើភាសាអាល្លឺម៉ង់នៅក្នុងសាលារៀនហើយបើតាមជាប្រវត្តិគឺគេអត់និយាយអាល្លឺម៉ង់ទេភាគច្រើនគឺនិយាយនោះគឺភាសាស្វីសបើក្មេងៗទូទៅដែលយើងឃើញអីហ្នឹងគេនិយាយភាសាអាល្លឺម៉ង់បើថាចាស់អ្នកនៅតាមភូមិអីគេនិយាយភាសាស្វីសហើយអញ្ចឹងហើយផលពិបាកនោះគឺយើងរៀនអាល្លឺម៉ង់តែពេលយើងប្រើជីវិតផ្ទាល់នៅក្រៅគឺគេនិយាយភាសាស្វីសចឹងហើយយើងអាចពិបាកនឹងស្ដាប់យល់ខ្ញុំដឹងថា99មិត្តភ័ក្តិប្រកាសជាក្បាលដូចខ្ញុំនៅសាលារៀនផ្សឹងនៅក្រៅផ្សឹងចឹងយើងត្រូវបែបបត់ឲ្យលឿនពេលណាដែលយើងរៀនភាសាគេចេះលឿនយើងនឹងដើរទៅមុខមុនគេចឹងហើយអ្នកដែលថារៀនភាសាអាល្លឺម៉ង់ទោះជួបផលពិបាកអ្វីខ្ញុំសង្ឃឹមថាមិត្តភ័ក្តិនឹងរៀនចេះភាសាស្វីសអាល្លឺម៉ង់ទៅជាមួយគ្នាណាស៊ូ